ទីបំផុតស្នងការក្រុងបង្ហាញរូបភាពកាមេរ៉ាសុវត្ថិភាពហើយដែលបង្ហាញថាកូនអភិបាលស្រុកកងមាសមិនមែនជាអ្នកបើកឡានបុកក្មេងទេស្របពេលដែលមហាជននៅតែបន្តវែកញែកពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងដែលបានបើកបុកក្មេងប្រុសម្នាក់នៅម្ដុំទូរទស្សន៍ថោននាព្រឹកថ្ងៃទី21ខែមីនាឆ្នាំ2026នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពមួយដែលបង្ហាញថាកូនអភិបាលស្រុកកងមាសមិនមែនជាអ្នកបើកឡានទេគឺជាស្ត្រីជាអ្នកបើកបើតាមការបង្ហោះនៅលើគណនី Facebook ឈ្មោះសូនសុភ័ក្រដែលជាអ្នកសារព័ត៌មានដ៏ល្បីម្នាក់នៅស្ថាប័ន Fresh News បានលើកឡើងថាលោកឧត្តមសេនីយ៍ឯកជួននរិនបានបញ្ជាក់ថាពេលចេញពីកន្លែងផឹកស៊ីមួយនៅខណ្ឌសែនសុខគឺកូនអភិបាលស្រុកត្រូវគេគ្រាដាក់ឡានហើយស្ត្រីទៅជាមួយគ្នាជាអ្នកចូលបើកឡានរួចបានបង្កគ្រោះថ្នាក់បុកក្មេងបណ្ដាលឲ្យរងរបួសធ្ងន់នៅខណ្ឌឫស្សីកែវកាលពីយប់ថ្ងៃទី18ខែមីនាឆ្នាំ2026តែសម្រាប់មនុស្សទាំងពីរនាក់នេះត្រូវបានបញ្ជូនទៅតុលាការដើម្បីសួរនាំនិងចាត់ការបន្តទៀតយ៉ាងណាបន្ទាប់ពីមហាជនដែលលេងបណ្ដាញសង្គមបានឃើញវីដេអូកាមេរ៉ាសុវត្ថិភាពដែលបានបង្ហោះចែកចាយនេះហើយមហាជនក៏នៅតែមិនអស់ចិត្តដែរដោយមហាជនថាមិនចង់ឃើញវីដេអូកាមេរ៉ានៅមុខហាងផឹកស៊ីទេតែចង់ឃើញវីដេអូសកម្មភាពនៅកន្លែងកើតហេតុវិញបានច្បាស់គណៈមហាជនខ្លះទៀតថាមើលវីដេអូកាមេរ៉ាសុវត្ថិភាពនេះមិនយល់ទេជាក់ស្ដែងពលរដ្ឋម្នាក់បានខមមិនថាសូមបង្ហាញកាមេរ៉ាកន្លែងគ្រោះថ្នាក់ម្ដងវិញព្រោះបរិះខាងលើអាចទាបើកឡានវិញក៏ថាបានសូមបំភ្លឺឲ្យច្បាស់មកដើម្បីឲ្យពលរដ្ឋអស់ចិត្តគណៈពលរដ្ឋជាច្រើនទៀតបានចូលខមមិនបញ្ចេញមតិថាข่าวរបស់បរិះនោះដែលបានបង្ហាញថាគេស្រវឹងដល់បាត់បង់ស្មារតីហើយដេកនៅក្នុងឡានគឺខុសពណ៌ពេលស្លៀកនៅកន្លែងកើតហេតុមហាជននាំគ្នាវិភាគនឹងឆ្ងល់ថាហេតុអ្វីข่าวរបស់កូនលោកអភិបាលស្រុកខុសពណ៌គ្នាអញ្ចឹង